unboxing អាវ៉ាន់មកពីចិន part 2 អ្នកគ្នាអាវ៉ាន់នៅលើកនេះគឺមានការខកចិត្តជាខ្លាំងហ្មងបើអត់តនេះចូលអាវ៉ាន់ទី1ហ្មងអាវ៉ាន់ទី1នេះជាប្រភេទក្រៀមលាបមាត់ទាំងអស់គ្នាហើយគេព្រីមកឲ្យមួយសំខាន់អត់ចេះបើអត់ចេះលាបទេដល់មួយលាបគេមិនទេនេះចេះមកងងហ្មងសាច់ខ្លួនឯងមួយឥឡូវហ្នឹងហើយតម្រូវកន្លែងបើឃើញតម្រូវកន្លែងចុចឃើញតំបានលាបនេះចូលដល់អាវ៉ាន់ទី2បាត់ហើយហ្នឹងមិនអស់ទេទៅថាអាវ៉ាន់ទី2ជាប្រភេទ DK ហ្នឹងហើយទាំងអស់គ្នាអាវ៉ាន់ទី2ជាប្រភេទវ៉ាន់តាខ្ញុំទិញមកពីសម្រាប់ខ្ញុំមួយនិងសម្រាប់គូទិញខ្ញុំមួយពេលទៅឃើញស្ទាវខេតហ្មងអាវ៉ាន់ទី3 unboxing មកគឺជាប្រភេទ case ទូរស័ព្ទខ្ញុំគឺស្លាញ់មែនតើអាវ៉ាន់ទី4ជាប្រភេទអាវ៉ាន់ស្រោមដៃទាំងអស់គ្នានេះសម្រាប់ថត pre-wedding អាវ៉ាន់ទី4ទើបចោលអាវ៉ាន់ទី5ម្ដងអូយសុំលាក់សិនណាអត់អាចបាយបានទេខ្មាស់គេអាវ៉ាន់ទី6ជាប្រភេទអាវ៉ាន់ទី5ចឹងណាចូលដល់អាវ៉ាន់ទី7អាវ៉ាន់នេះផងដែរខ្ញុំទិញមកក៏ខ្ញុំមានអារម្មណ៍ថាខកចិត្តដូចគ្នាខ្ញុំទិញមកពើមាសចេញពើប្រាក់ឯណាបងប្អូនគ្នាអើយហើយអាវ៉ាន់ដែលខ្ញុំខកចិត្តខ្លាំងបំផុតគឺអាវ៉ាន់ចុងក្រោយនេះមកបងប្អូនគ្នាខ្ញុំទិញអាវ៉ាន់ផ្សេងស្បែកជើងផ្សេងបានស្បែកជើងក៏វិញឯណាហើយពាក់ make up ហ្នឹង